តើបងអូនសម្រាប់ថ្ងៃត្រង់នេះបើសិនជាអត់ដឹងថាត្រូវធ្វើមុខម្ហូបអីអញ្ចឹងមកចំហុយត្រីពីរលាបយ៉ាគល់ស្លឹកគ្រៃប្រេងអូលីវទាំងអស់គ្នាណោះអញ្ចឹងដំបូងឡើយយើងមានគល់ស្លឹកគ្រៃដងវារៀងទក់តិចទៅយើងបន្ថែមជាមួយនឹងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមទៅតាមបរិមាណដែលយើងចូលចិត្តចំពោះការចំហុយហ្នឹងយើងអាចបន្ថែមជាមួយស្ករតិចទៅណាតែយើងកុំដាក់ច្រើនពេកព្រោះតែកាលណាច្រើនពេកត្រូវយើងរសជាតិរៀងដិតទៅផ្អែមតិចក៏វាអត់សូវឆ្ងាញ់ដែរហើយខ្ញុំលួចជាមួយនឹងម្សៅស៊ុបបន្តិចអំបិលថែមបន្តិចជាចុងក្រោយប្រើប្រេងអូលីវអានេះខ្ញុំដាក់ប្រហែលជា2ទៅ3ស្លាបព្រាបាយយើងអាចបន្ថែមលើសនឹងតិចតួចទេក៏បានដែរវាអត់បញ្ហាទេអញ្ចឹងបន្ទាប់ពីគ្រឿងទាំងអស់ផ្សំរួចហើយយើងធ្វើការកូរច្បល់ច្បាច់អាត្រីហ្នឹងឲ្យវាចូលជាតិសព្វល្អសិនដើម្បីយើងចំហុយទៅវាចូលជាតិស្មើគ្នាតែម្ដងក្រោយយើងប្រឡាក់ច្បល់ចូលសពសាច់គ្នាល្អហើយយើងរៀបចំដាក់ចានចំហុយមកហើយសម្រាប់ការចំហុយថ្ងៃហ្នឹងខ្ញុំអត់ប្រើឆ្នាំងចំហុយទេខ្ញុំប្រើឆ្នាំងយើងធម្មតាប៉ុន្តែយើងមានជើងទក់វាដើម្បីការពារកុំឲ្យពេលដែលទឹកពុះទៅវាខ្ទាតចូលមកត្រីរបស់យើងហើយការចំហុយយើងអាចចំណាយពេលវេលាពី20ទៅ25នាទីគឺវាឆ្អិនល្អហើយចំពោះសាច់ត្រីនេះបងអូនមើលគឺលក្ខណៈសស្វិតហើយយើងលាយជាមួយនឹងគ្រឿងត្រីទៀតគឺថារសជាតិឆ្ងាញ់តែម្ដង